ថ្ងៃទី9ខែមេសាខេត្តវិញឡុងបានចាត់តាំងពិធីបើកកម្មវិធីបុណ្យចូលឆ្នាំកងទ័ពប្រជាជននិងថ្ងៃបុណ្យវប្បធម៌កីឡាជនរួមជាតិខ្មែរឆ្នាំ2025នៅឃុំដងឋានទីរួមខេត្តបិនមិនកម្មវិធីនេះប្រព្រឹត្តទៅពីថ្ងៃទី9ដល់ថ្ងៃទី11ខែមេសាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតំណាងមន្ទីរគណៈផ្នែករួមនឹងកងកម្លាំងប្រដាប់អាវុធនិងមាមីងខ្មែរក្នុងខេត្តយ៉ាងច្រើនកកនៅលើភូមិសាស្ត្រខេត្តមកជួបរួមកម្មវិធីនេះបានផ្សព្វផ្សាយអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើនដូចជាកែលម្អជួសជុលផ្លូវចំចែវ៉ាឋាន1ប្រវែង 2.3 គីឡូម៉ែត្រនិងដាំផ្កាដើម្បីបង្កើតទេសភាពដំណើរប្រព័ន្ធភ្លើងប្រវែង 6.3 គីឡូម៉ែត្រតាមបណ្ដោយច្រាំងទន្លេវ៉ាឋានទន្ទឹមនឹងនោះកងកម្លាំងប្រដាប់អាវុធបានគប់ផ្សំជាមួយប្រជាជនក្នុងភូមិភាគដើម្បីជួសជុលសាងសង់ផ្ទះថ្មីចំនួន14ខ្នងជូនគ្រួសារក្រនិងគ្រួសារកូននយោបាយឱកាសនេះកម្មវិធីជូនអំណោយចំនួន250ចំណែកអាហារូបករណ៍ចំនួន56ចំណែកសៀវភៅចំនួន3000ក្បាលរទេះរុញចំនួន22គ្រឿងកង់5គ្រឿងនិងជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ប្រជាជនដែលមានស្ថានភាពលំបាក300នាក់ទន្ទឹមនឹងសកម្មភាពសន្និចីសង្គមកម្មវិធីនេះនៅទាំងរៀបចំនៅសកម្មភាពវប្បធម៌និងកីឡាជាច្រើនប្រកបដោយអត្តសញ្ញាណជាតិខ្មែរដូចជាសម្ដែងសិល្បៈមហាជនពិធីប្រឡងវិជ្ជនំនិងម្ហូបអាហារប្រពៃណីតាំងពីពណ៌ឯកសារប្រធានបទប្រកួតកីឡានិងល្បែងប្រជាប្រិយទាំងឡាយនេះក៏ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពនិងប្រជាជនទន្ទឹមនឹងនោះរួមចំណែកអភិរក្សលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី